ពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រាកសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខានច្រណែនចិត្តនៅល្ងង់ច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើង
មិនត្រេក